ជំរាបសួរនិងសួស្តីទៅកាន់លោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូបងប្អូនសិស្សានុសិស្សជាទីស្រឡាញ់ចឹងថ្ងៃនេះខ្ញុំមកបង្ហាញមួយចំណុចទៀតនៅលើកម្មវិធីថ្នាលបឋមសិក្សាទាក់ទងនឹងការរៀនមេរៀនភាសាខ្មែរថ្នាក់ទី1ណាមេរៀនទី3ស្រៈអាស្រៈអេនិងស្រៈអីចឹងចំណុចដែលខ្ញុំបង្ហាញទី1នោះគឺស្ដាប់និងសរសេរលេខ1តែម្ដងណាលោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូបងប្អូនសិស្សានុសិស្សចឹងយើងឃើញលេខ1នេះហើយស្ដាប់និងសរសេរយើងចុចចូលមកបាទចឹងកន្លែងនេះណាឃើញទេយើងចុចចូលភ្លាមគេមានចលនាឲ្យយើងនេះស្រៈអាតើសរអាមានប្រមាណចលនាចឹងថ្ងៃនេះខ្ញុំចង់បង្ហាញចឹងខ្ញុំឲ្យលោកឪពុកអ្នកម្ដាយស្ដាប់សិនណាអាបាទគេអានថាអាណាចឹងអាមានចលនាចំនួនប៉ុន្មាន2ណាមុនដំបូងសេពីលើទៅត្រង់មកហើយទាញចុះក្រោមជួយលោកឪពុកអ្នកម្ដាយឃើញទេបាទចឹងយើងបង្ហាញកូនយើងចឹងមកបន្ទាប់មកទៀតសរសេរហើយយើងចុចនៅខាងក្រោមនេះណានេះឃើញអត់ដំបូងខាងក្រោមនេះចុចមកអាបាទចុចមកយើងចុចឃើញដិតចឹងមកអាបាទឲ្យគាត់ស្ដាប់ហើយឲ្យគាត់មើលហើយគាត់យកប៊ិចយកសភៅសរសេរតាមមកអាគេសរសេរបែបហ្នឹងណាបន្ទាប់មកទៀតយើងចុចឲ្យគាត់ស្ដាប់ម្ដងទៀតអាតែកុំភ្លេចឲ្យគាត់អនុវត្តសរសេរតាមគេផងណាលោកឪពុកអ្នកម្ដាយបន្ទាប់មកចុចពាក្យថាយល់ព្រមត្រឹមត្រូវបាទត្រឹមត្រូវបន្ទាប់មកនេះគឺជាស្រៈអីយើងស្ដាប់ទាំងអស់គ្នាណាអេបាទអេបាទអេស្ដាប់ឲ្យតន់ណាហើយយើងមើលអញ្ចឹងស្រៈអេមានប្រមាណចលនាគឺ2ចលនាណាជំហានដំបូងគឺទាញពីណាទៅណាបាទយើងមើលទៅនេះគេមានព្រួយមកគេណាជំហានទី1នេះព្រួយនេះគេពងទាញមកនេះឃើញទេចុះពួកគាត់ទាញឬក៏ត្រៀមចលនាតាមនឹងមកពួកគាត់នឹងងាយយល់ងាយឆាប់ចាប់បានណាគាត់មើលបដាគាត់យកមានប៊ិចមានខ្មៅដៃឲ្យសភៅទៅគាត់ធ្វើតាមហើយចុចឲ្យគាត់ស្ដាប់មកអេបាទឲ្យគាត់អានថាអេឬក៏ស្រៈអេបាទឲ្យគាត់អានតាមនឹងមកណាបន្ទាប់មកទៀតនេះសំខាន់ឲ្យគាត់មើលឲ្យគាត់យកខ្មៅដៃទៅសេលើសភៅឬក៏ក្តារឈ្នួនណាពេលឲ្យសេស្រៈអេតាមគេមកចុចមកអេបាទអេយើងប្រាប់គាត់មកស្រៈអេមាន2ចលនាចលនាទី1ទាញត្រង់ចលនាទី2យើងទាញកោងណាបាទដូចខ្ញុំបានបង្ហាញក្នុងនេះចឹងហើយយើងចុចពាក្យថាយល់ព្រមត្រឹមត្រូវបាទត្រឹមត្រូវនេះស្រៈអីនេះបាទយើងស្ដាប់ទាំងអស់គ្នាស្រៈអីមកអីបាទអីឬក៏ស្រៈអីចឹងយើងមើលអីឬក៏ស្រៈអីមានប្រមាណចលនាបាទ3ចលនាទី1ទាញទៅត្រង់ចលនាទី2កោងត្រង់ឡើងលើចុះក្រោមបន្ទាប់មកទី3ណាយើងឲ្យគាត់មើលណាឲ្យគាត់ទៅសេត្រូវតាមអ្វីដែលគេមើលឃើញទេឃើញដៃគេទៅសេបង្ហាញក្នុងកម្មវិធីថ្នាលរបស់យើងហ៎បាទហ្នឹងគឺជាស្រៈអីចាំមើលអីបាទអីណាអីបាទអីបន្ទាប់មកជួយវាថាយល់ត្រឹមត្រូវបាទត្រឹមត្រូវអញ្ចឹងយើងបន្តមកស្រៈមួយទៀតអញ្ចឹងយើងស្ដាប់បាទអញ្ចឹងស្រៈនេះមានទាំងការអានមានទាំងការចលនាសរសេរហើយគេសរសេរពីណាទៅណាលោកឪពុកអ្នកម្ដាយមើលព្រួយគេមកហើយឲ្យគាត់មើលវីដេអូតាមគេនឹងមកគាត់សរសេរបានល្អអញ្ចឹងនៅពេលដែលគាត់ចេះអានឬក៏ចេះសរសេរឬក៏ចេះផ្សំប្រកបបានដូចតែគាត់ចេះស្រៈសិនហើយនឹងភ្ជុញជាអ្នកអញ្ចឹងបាននៅក្នុងកម្មវិធីថ្នាលបឋមសិក្សា PLP គេបញ្ចូលការរៀនណាស័ក្តិនិស្ស័យហើយនឹងភ្ជុញជាអ្នករបស់យើងនឹងទាំងការអានទាំងការសរសេរណានេះការគូចលនាគេនេះអញ្ចឹងប្រសិនបើលោកឪពុកអ្នកម្ដាយឲ្យកូនយើងសរសេរឬក៏អានតាមឲ្យបានត្រឹមត្រូវនោះអក្សររបស់ពួកគាត់ដល់ពេលធំឡើងគឺអក្សរស្អាតអញ្ចឹងនៅពេលដែលគាត់អត់ដឹងក្បួនសរសេរគឺអក្សរគាត់អត់ស្អាតទេនៅពេលដែលគាត់ឡើងដល់ថ្នាក់ទី4ទី5ទៅអក្សរគាត់ពិបាកមើលអញ្ចឹងនៅក្នុងកម្មវិធីថ្នាលនេះគឺសំខាន់ណាស់បាទនេះគឺស្រៈយើងចូលព្រមមកបាទអញ្ចឹងវាមានស្រៈច្រើនទៀតអញ្ចឹងលោកឪពុកអ្នកម្ដាយអាចចុចចូលរៀននៅក្នុងកម្មវិធីនឹងបានណាថ្នាក់ទី1មេរៀនទី3ណាអញ្ចឹងអរគុណច្រើនណាប្រសិនបើមានចម្ងល់ឬអាច comment សួរណាហើយខ្ញុំចង់ប្រាប់ទៅកាន់លោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូថាប្រសិនបើឲ្យគាត់រៀនបន្ថែមជាពិសេសចូលដើមឆ្នាំដំបូងណាគាត់ចេះតែសេស្រៈភ្ជុញជាអ្នកបានត្រឹមត្រូវហើយចេះអានទៀតទៅល្អណាអញ្ចឹងមើលជំហាននៃការសរសេររបស់គេទៅគេជំហានហ្នឹងសេទាំងត្រូវតែម្ដងណាអញ្ចឹងនេះស្រៈអីបាទស្រៈអញ្ចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេអញ្ចឹងលោកឪពុកអ្នកម្ដាយចូលរៀនចំណុចហ្នឹងទៅវាមានដល់ស្រៈអស់តែម្ដងណាអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយណាលោកឪពុកអ្នកម្ដាយ